សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជាក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជាមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពកុសឃ្លឿននិងបង្កហេតុដែលប្រព្រឹត្តដោយកងកម្លាំងប្រដាប់អាវុធថៃនៅថ្ងៃទី17ខែកញ្ញាឆ្នាំ2025ក្នុងភូមិព្រៃច័ន្ទឃុំអូ3ជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យយោងតាមរបាយការណ៍ដែលអាចទុកចិត្តបានទាហានថៃដែលប្រដាប់ដោយខែលការពារដំបងនិងអាវុធបានចូលមកក្នុងទឹកដីកម្ពុជាហើយបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកនិងគ្រាប់កាំភ្លើងជ័រព្រមទាំងប្រើឧបករណ៍បំពងសម្លេងហ្វ្រេកង់ខ្ពស់ដែលធ្វើឲ្យប៉ះពាល់ដល់ត្រចៀករបស់ប្រជាពលរដ្ឋកម្ពុជានៅភូមិព្រៃច័ន្ទសកម្មភាពទាំងនេះបានបណ្ដាលឲ្យមានរបួសដល់ជនស៊ីវិលជាច្រើននាក់រួមទាំងព្រះសង្ឃផងដែរនៅក្នុងអំឡុងពេលប្រជុំមុខដាក់គ្នាដ៏តានតឹងជាមួយប្រជាពលរដ្ឋកម្ពុជាដែលកំពុងការពារផ្ទះសម្បែងនិងទ្រព្យសម្បត្តិរបស់ខ្លួនដោយសន្តិវិធីសកម្មភាពបំផិតបំភ័យដែលពុំអាចទទួលយកបាននេះរួមជាមួយនឹងការផ្ជង់ដោយអាវុធពិតទៅលើជនស៊ីវិលគឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យនិងបូរណភាពទឹកដីរបស់កម្ពុជាក៏ដូចជាទៅលើគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិនិងបទដ្ឋានមនុស្សធម៌ជនស៊ីវិលកម្ពុជាដែលគ្មានអាវុធនិងកំពុងរស់នៅដោយសន្តិភាពលើទឹកដីដូនតារបស់ខ្លួនមិនត្រូវទទួលរងនៅការគំរាមកំហែងការរំខានឬអំពើហិង្សាដូចនេះឡើយការបង្កហេតុជាបន្តបន្ទាប់ពីសំណាក់កងកម្លាំងប្រដាប់អាវុធថៃមិនត្រឹមតែប៉ះពាល់ដល់បទឈប់បាញ់ដ៏ផុយស្រួយនៅតាមបណ្ដាព្រំដែនប៉ុណ្ណោះទេប៉ុន្តែថែមទាំងធ្វើឲ្យអនារ័យយ៉ាងធ្ងន់ធ្ងរដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលទាំងពីរក្នុងការដោះស្រាយវិវាទតាមរយៈកិច្ចសន្ទនាដោយសន្តិវិធីនិងយន្តការចរចានានាក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិទទូចឲ្យកងកម្លាំងប្រដាប់អាវុធថៃបញ្ឈប់ជាបន្ទាន់នៅសកម្មភាពអរិភាពបែបនេះអនុវត្តការអត់ធ្មត់ជាទីបំផុតនិងធានាថាទាហានរបស់ខ្លួនគោរពយ៉ាងពេញលេញនៅអធិបតេយ្យសេចក្តីថ្លៃថ្នូរនិងសុវត្ថិភាពរបស់ប្រជាពលរដ្ឋកម្ពុជាសូមអំពាវនាវបន្ថែមទៀតដល់សហគមន៍អន្តរជាតិជាពិសេសអាស៊ាននិងបណ្ដាដៃគូពាក់ព័ន្ធឲ្យយកចិត្តទុកដាក់លើការវិវត្តដ៏គួរឲ្យព្រួយបារម្ភទាំងនេះនិងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងនានាសម្ដៅទប់ស្កាត់ការកើនឡើងនៃភាពតានតឹងបន្ថែមទៀតព្រះរាជាណាចក្រកម្ពុជានៅតែប្រកាន់យ៉ាងខ្ជាប់ខ្ជួននៅការបដិញ្ញាចិត្តក្នុងការដោះស្រាយចំនួនព្រំដែនជាមួយប្រទេសថៃដោយសន្តិវិធីដោយផ្អែកលើគោលការណ៍នៃភាពជាអ្នកជិតខាងល្អច្បាប់អន្តរជាតិនិងស្មារតីសាមគ្គីភាពរបស់អាស៊ានកម្ពុជាបានគូបញ្ជាក់យ៉ាងខ្ជាប់ខ្ជួនថាកិច្ចសន្ទនានិងការចរចាគឺជាមាគ៌ាឆ្ពោះទៅមុខដែលអាចធ្វើទៅបានតែមួយគត់តាមរយៈការប្រើប្រាស់យន្តការទ្វេភាគីឲ្យបានពេញលេញដូចជាគណៈកម្មាធិការព្រំដែនទូត GBC គណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ RBC និងគណៈកម្មការចម្រុះខណ្ឌសីមានិងបោះបង្គោលព្រំដែនគោក JBC ដើម្បីដោះស្រាយបញ្ហាសំខាន់ប្រកបដោយការស្ថាបនាកម្ពុជាក៏បានគូបញ្ជាក់អំពីសារៈសំខាន់នៃវិធានការកសាងទំនុកចិត្តនិងកិច្ចសហប្រតិបត្តិការផ្នែកមនុស្សធម៌និងការការពារជនស៊ីវិលនៅតាមបណ្ដោយព្រំដែនខណៈបដិសេធរាល់សកម្មភាពទាំងឡាយណាដែលអាចបង្កើនភាពតានតឹងតាមរយៈការផ្ដល់អាទិភាពដល់មជ្ឈបាយការទូតនិងកិច្ចសហប្រតិបត្តិការក្នុងតំបន់កម្ពុជាប៉ងប្រាថ្នាឲ្យចំនួនត្រូវបានដោះស្រាយតាមរយៈការយោគយល់គ្នាទៅវិញទៅមកដោយលើកកម្ពស់ស្ថិរភាពនិងភាពសុខដុមសម្រាប់ប្រជាជននៃប្រទេសទាំងពីរ